អូនសម្រាប់5ចូលបាយវាកំណត់ចាមិនថាកងក្នុងស្បូនចាមិនថាកងនៅដៃចាមិនថាកងនៅដៃឬក៏ប្រភេទឆ្នាំវាកំណត់ណាមួយទេពេលដែលយើងប្រើចូលបាយវាកំណត់ទាំងអស់នោះគឺយើងអាចរស់នៅបានជាមួយគ្នាបានធម្មតាចាក់ទឹកក្នុងពានបានធម្មតាអត់មានជាហាមអីទេឲ្យតែយើងបានប្រើចូលបាយវាកំណត់តែតែយើងអត់ប្រើទេគេហៅថាយើងចង់ការពារដល់យើងចាក់ទឹកក្នុងពានណាបងប្អូនអញ្ចឹងលោកចូលបាយវាកំណត់ទាំងអស់គឺយើងអាចប្រើបានហើយសម្រាប់ភាពសម្រាប់បងប្អូនស្ត្រីចាមិនថាបងប្អូនសម្រាប់កូនដោយធម្មតាសម្រាប់កូនដែលកាត់អីទេហើយកន្លះគឺមកពជាកំណត់ទាំងអស់គ្នាណាមធ្យោបាយមានច្រើនសម្រាប់បងប្អូនស្ត្រីណានេះនៅផ្ទះខ្ញុំទេមិនមែននំមណ្ឌលណាបងប្អូនតែបណ្ដុំមណ្ឌលគឺមានដូចគ្នាដែរមានកងដៃសម្រាប់កងដៃពីដើមចាហើយកងស្មូនមានដូចគ្នាអញ្ចឹងបងប្អូនសម្រាប់កូនរួចយកកូនទៅចាក់វ៉ាក់សាំងណាបងប្អូនទូភាសាជាមួយអ្នកគ្រូរបស់យើងថាគួរចង់ពជាកំណត់អីចង់ប្រើអីបងប្អូនសម្រាប់ចិត្តប្រើដោយខ្លួនឯងចាពេលខ្លះមិនចង់ទទួលការសម្រេចចិត្តពីដៃគូទេចាពេលដែលស្ត្រីមានសុខភាពល្អចាទៅគ្រួសារមានសុខភាពល្អសុខភាពសុខភាពព្រោះយើងសុខភាពយើងអត់ល្អអត់មានពេលមើលថែខ្លួនមើលថែគ្រួសារទេអញ្ចឹងគឺយើងកូនក៏អត់បានមើលថែទៅដល់ដែរឧទាហរណ៍យើងមានកូនឆ្នាំមួយเนาะឧទាហរណ៍សម្រាប់កូនបាន3ខែចាប់អីក៏យើងពោពោះកូនមួយទៀតអញ្ចឹងកូនបងក៏យើងអត់សូវបានមើលថែទៅដល់ទោះបើយើងមានជីវភាពធូរធារអត់អីទេបងប្អូនណាតែបើយើងមានជីវភាពអត់សូវធូរធារក៏យើងពិបាកដែរអញ្ចឹងណាបងប្អូនអញ្ចឹងអ្វីដែលជាជំរឿនល្អសម្រាប់បងប្អូនស្ត្រីមិនថាលទ្ធភាពណាក៏ដោយគឺបងប្អូនគឺជាកំណត់សិនទៅណាយ៉ាងតិច2ទៅ3ឆ្នាំចាំយើងយកកូនមួយទៀតបើយើងយកកូនជាប់គ្នាពេកសុខភាពយើងក៏ខ្សោយចាកម្លាំងយើងក៏ខ្សោយថែទាំខ្លួនក៏អត់បានល្អប្រសើរក៏ដូចជាស្បូនរបស់យើងក៏អត់ទាន់មានសុខភាពល្អប្រសើរឡើងវិញគឺយើងឆាប់យកពេកវាអាចនឹងពិបាកក្នុងការសម្រាប់កូនអាចស្បូនខ្សោយអាចធ្លាក់ឈាមអីចឹងណាបងប្អូនអញ្ចឹងនេះគឺជាការណែនាំមិនមែនជាការបង្ខំបញ្ជាឲ្យបងប្អូនសម្រាប់ចិត្តជាកំណត់រកខានតែបានទេពេលដែលយើងជ្រើសរើសមធ្យោបាយណាមួយដែលយើងគិតថាត្រឹមត្រូវមានសុខភាពហើយនោះបងប្អូនស្ត្រីនឹងមានសុខភាពហើយបងប្អូនស្ត្រីនឹងមានសុខភាពល្អប្រសើរជាងមុនឆ្ងាយអញ្ចឹងការសម្រេចចិត្តគឺនៅលើបងប្អូនអ្វីដែលអ្នកគ្រូរបស់យើងណែនាំគឺណែនាំទៅតាមអ្វីដែលអ្នកគ្រូចង់បង្ហាញឬក៏ចង់អប់រំទៅប៉ុណ្្នឹងឯងចាការសម្រេចចិត្តគឺនៅលើបងប្អូនស្ត្រីណាអញ្ចឹងបងប្អូនអាចជ្រើសរើសមធ្យោបាយពជាកំណត់ណាមួយក៏បានចាមានតែឆ្នាំចាក់ឆ្នាំលេបកងដៃកងស្បូនចាមាននៅតាមមណ្ឌលសុខភាពរបស់បងប្អូនចិត្តកន្លែងបងប្អូនរស់នៅអញ្ចឹងបងប្អូនទៅទទួលសេវាបងប្អូនទទួលព័ត៌មានទៅតាមអ្វីដែលយើងចង់សួរនឹងទៅណាគឺយើងនឹងទទួលបានព័ត៌មានមួយពិតហើយនឹងច្បាស់លាស់ពួកឯងធ្លាប់ឮថាការលេបឆ្នាំពជាកំណត់ធ្វើឲ្យស្បាត់ស្បូនចាក់ឆ្នាំពជាកំណត់ធ្វើឲ្យឈប់មានកូនដាក់កងស្បូនធ្វើឲ្យធ្លីស្បូនឬក៏ដាក់កងស្បូនធ្វើឲ្យវារត់ទៅពេញពោះអីណានោះគឺពាក្យច្រើនគឺជាពាក្យចចាមអារាមដែលនិយាយមកមិនមានប្រភពច្បាស់លាស់ចាហ្នឹងហើយអញ្ចឹងដើម្បីទទួលបានព័ត៌មានច្បាស់លាស់គឺយើងទៅមណ្ឌលសុខភាពដែលនៅជិតកន្លែងយើងរស់នៅសួរព័ត៌មានអ្វីដែលយើងឆ្ងល់គឺយើងឆ្ងល់ហើយយើងសួរទៅគាត់ប្រាប់មកយើងទទួលបានចម្លើយពិតប្រាកដនោះបងប្អូនឈប់ចាញ់អាពាក្យដែលគេនិយាយថាពាក្យកុហករបស់គេចាអញ្ចឹងយើងគិតពិចារណាវិញឆ្ងាយទៅគឺយើងនឹងមិនមានចាញ់ពាក្យកុហករបស់គេទេហើយគ្រួសារយើងមានសុភមង្គលបងប្អូនគិតមើលមកបើយើងមានកូនហើយយើងរំលោភកូនចាយើងយកកូនចេញទៅចាហើយសុខថាអ្នកណាគេអ្នកពិបាកប្តីឬជាអ្នកពិបាកឬក៏បងប្អូនជាអ្នកពិបាកអញ្ចឹងបងប្អូនត្រូវសម្រេចចិត្តដោយខ្លួនឯងចាគេច្រើនវីដេអូរបស់ខ្ញុំគឺគេច្រើនប្រត់ទៅលើការចែករំលែកទៅលើសុខភាពបន្តពូជក៏ដូចជាទីក្នុងការយកកូននិងផែនការគ្រួសារអ្នកគូនិយាយទៅលើការយកកូនមិនបាននិយាយឲ្យនិយាយកំណត់មើលម្នាក់មានបែបបទផ្សេងគ្នាណាបងប្អូនមនុស្សម្នាក់មានបែបបទនៃការរស់នៅផ្សេងគ្នាអញ្ចឹងអ្នកខ្លះមានកូនគ្រប់គ្រាន់គាត់ត្រូវជ្រើសរើសចូលបាននិយាយកំណត់អ្នកខ្លះអត់ទាន់មានកូនអញ្ចឹងគាត់ត្រូវតែជ្រើសរើសផែនការធៀបយកកូនហ្នឹងទៅតាមប្រភេទឬក៏ទៅតាមអ្វីដែលបងប្អូនចង់បានគឺយើងមានគ្រប់បែបសម្រាប់បងប្អូនចាមានបញ្ហាអីឬក៏មានចម្ងល់បងប្អូនអាចឆាតសួរបានដើម្បីស្វែងការសម្រាប់បងប្អូនធៀបយកកូនក៏ដោយសិនជាបងប្អូនទាក់ទងនឹងផែនការគ្រួសារវាកំណត់ក៏បងប្អូនអាចឆាតមកសួរបានដែរឬក៏សួរក្នុងខមមិនក៏បានដែរណាអរគុណ